ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញរបៀបស្ងោរជ្រក់ជើងជ្រូកដាក់ជាយ៉ងចេកឥឡូវនេះខ្ញុំមានគល់លក្រីដាំឲ្យបែកដុំដេងហើយនិងលក្ខក្រូចសើចកាន់ឲ្យតិចតួចបែបនេះចំណែកគ្រឿងវិញខ្ញុំមានទឹកត្រីអំបិលស្ករសប៊ីចេងហើយនិងរ៉ូឌីមាន់ឥឡូវនេះទឹកស៊ុបបានពុះហើយខ្ញុំក៏បន្ថែមជើងជ្រូកចំណែកជើងជ្រូកនេះខ្ញុំបានស្រុះទឹកក្តៅរួចម្ដងហើយពុកម៉ែបងប្អូនបន្តមកទៀតខ្ញុំក៏រំងាស់ទុកប្រហែលជា20នាទីឬក៏កន្លះម៉ោងឲ្យជើងជ្រូករបស់យើងនឹងឆ្អិនបានល្អខ្ញុំក៏បន្ថែមជាយ៉ងចេកដាក់1ពូក៏បានឬក៏2 3ពូក៏បានដែរពុកម៉ែបងប្អូនបន្តមកទៀតខ្ញុំក៏ដាក់ផ្សិតផ្លៅមាន់និងម្ទេសហាល 4-5 ក្រាមបន្តមកទៀតខ្ញុំក៏រំងាស់ប្រហែលជា1ពូ2ពូទៀតពុកម៉ែបងប្អូនឆ្អិនដូចជាការស្រេចឥឡូវនេះស្ងោរជ្រក់ជាយ៉ងចេករបស់ខ្ញុំបានឆ្អិនរួចរាល់ហើយតំណងអត់ពុកម៉ែបងប្អូនញ៉ាំស្ងោរជ្រក់ជាយ៉ងចេកបែបនេះគឺល្អចំពោះសុខភាពណាស់ជាចុងក្រោយគឺខ្ញុំដាក់ជីបន្តិចហើយនឹងក្រូចឆ្មាច្របាច់តាមក្រោយមួយចំណិតទៀតអរគុណពុកម៉ែបងប្អូន